ចូលទៅការពុកម៉ែបងប្អូនជាទីស្រឡាញ់ទាំងអស់គ្នាថ្ងៃនេះផងដែរនាងខ្ញុំសប្បាយជាម្ចាស់ភាពផ្ទាល់ចាក៏យើងមកធ្វើវីដេអូតាក់ទងជាមួយឈុតដោះស្រាយទៅលើបញ្ហាទឹកនោមផ្អែមក៏ដូចជា A1C ខ្ពស់លើស Melit score ឈាមខ្លាញ់ហើយនិងអាស៊ីតចាមួយទៀតគឺបងប្អូនដែលគាត់កំពុងតែមានការចាក់អាំងសាលីនជាប្រចាំដោយសារតែរាងកាយរបស់គាត់គឺមិនអាចផលិតអាំងសាលីនដោយខ្លួនឯងបានឬក៏ផលិតដែរតែពុំមានលទ្ធភាពឬក៏ហៅអាំងសាលីនមិនគ្រប់គ្រាន់ក្នុងការចាត់ទុកជា score ដោយសារតែ score នៅក្នុងខ្លួនរបស់យើងច្រើនហើយបុករួមជាមួយនឹង score ដែលយើងញ៉ាំចូលថ្មីទៀតដូចជាបាយដូចជាកាទៀវដូចជានំបញ្ចុកចាអាហារដែលជាប្រភេទពូកម្សៅដែលយើងញ៉ាំចូលទៅគឺវាបំលែងទៅជា score អូតូតែម្ដងហើយ score ទាំងអស់នោះនៅពេលដែលយើងប្រើមិនអស់ក៏វាបំលែងទៅជាខ្លាញ់ដែលតោងជាប់នៅសរសៃឈាមតោងជាប់បេះដូងថ្លើមក្បាលពោះដើមដៃរបស់យើងគ្រប់ទីកន្លែងដែលបង្កើតឲ្យជាខ្លាញ់ LDL និងខ្លាញ់ triglyceride ដែលជាពពួកខ្លាញ់អាក្រក់នឹងតែម្ដងហើយបង្កឲ្យយើងមានជាបញ្ហាជំងឺរំខានដល់ការរស់នៅប្រចាំថ្ងៃរបស់យើងដូចជាធ្វើឲ្យយើងស្វាងភ្នែកតិចហឹងចាស្ដាប់អីលេងសើលឺការចងចាំកន្ទចុះចាហើយមួយទៀតបាត់បង់ចំណងអាហារហើយក៏ធ្វើឲ្យយើងស្រកគីឡូឬក៏ពេលខ្លះយើងឡើងគីឡូហើយស្លេកស្លាំងទន់ដៃទន់ជើងស្ងាត់មួយគេងតែគេងអត់លក់ចាឬក៏ពេលដែលយើងគេងអត់ស្ងប់ហើយមួយទៀតគឺបេះដូងរបស់យើងគឺលត់ញាប់ហើយយើងថប់ដង្ហើមដែលយើងត្រូវការញ៉ាំថ្នាំជាមួយបេះដូងជាប្រចាំហើយមួយទៀតគឺយើងមានការនុំញើសខ្លាំងឬក៏យើងឃ្លានតែរបស់ផ្អែមហើយស្រេកទឹកឃ្លានតែភេសជ្ជៈដែលមានរសជាតិផ្អែមដល់ពេលយើងញ៉ាំទៅគឺបង្កឲ្យយើងកាន់តែឡើងនៅចាពពួកជីស្កូកាន់តែខ្ពស់ដែលធ្វើឲ្យយើងមានគ្រោះថ្នាក់ហានិភ័យខ្លាំងមែនទែនពីព្រោះថាឥឡូវនេះពាក់ព័ន្ធជាមួយនឹងបញ្ហាជាតិស្ករក៏ដូចជាបញ្ហាឡើងខ្លាញ់នេះដែលវាជាបង្កគេហៅជាអ្នកបង្កហេតុដ៏ធំមួយគឺធ្វើឲ្យយើងមានការដាច់សរសៃឈាមបេះដូងការគាំងបេះដូងឬក៏ដាច់សរសៃឈាមខួរក្បាលតែម្ដងចឹងបើសិនជាពុកម៉ែបងកំពុងតែមានបញ្ហាដូចខ្ញុំបានរៀបរាប់នៅខាងដើមហើយមានរោគសញ្ញាឬក៏ចង់ធ្វើការកំងជាមួយឈុតនេះពុកម៉ែបងប្អូនអាចធ្វើការឆាតចូល page ឬក៏ទំនាក់ទំនងមកលេខទូរស័ព្ទទាំង3ប្រព័ន្ធខាងយើងធ្វើការប្រឹក្សាយោបល់ជាមួយពុកម៉ែបងប្អូនក៏ដូចជារៀបចំជាមួយឈុតផលិតផលជួយពុកម៉ែបងប្អូនតែម្ដងចឹងក៏សូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នាហើយយើងនឹងជួបគ្នាជាមួយវីដេអូក្រោយៗទៀតជំរាបលា